បច្ចុប្បន្ននេះបើយើងនិយាយអំពីសត្វពស់ដែលធំជាងគេបំផុតនៅលើពិភពលោកវាត្រូវបានបែងចែកជាពីរប្រភេទគឺពស់ដែលវែងជាងគេនិងពស់ដែលធ្ងន់ជាងគេ1ពស់ថ្លន់អាស៊ី Reticulated Python វែងជាងគេពស់ប្រភេទនេះរស់នៅតំបន់អាស៊ីអាគ្នេយ៍យើងនេះឯងរួមទាំងប្រទេសកម្ពុជាផងដែរប្រវែងអាចលូតលាស់បានរហូតដល់លើសពី6ទៅ7ម៉ែត្រលក្ខណៈពិសេសវាជាអ្នកហែលទឹកដ៏ពូកែនិងមានកម្លាំងរំរិតខ្លាំងក្លាបំផុត2ពស់អាណាកុនដាពណ៌បៃតង Green Anaconda ធ្ងន់ជាងគេវាមានដើមកំណើតនៅតំបន់ Amazon អាមេរិកខាងត្បូងបើទោះជាវាខ្លីជាងពស់ថ្លន់អាស៊ីបន្តិចមែនប៉ុន្តែវាមានខ្លួនធំនិងទម្ងន់ធ្ងន់ជាងឆ្ងាយទម្ងន់អាចមានទម្ងន់រហូតដល់ទៅ250គីឡូក្រាមឬលើសពីនេះលក្ខណៈពិសេសវាចូលចិត្តរស់នៅក្នុងទឹកនិងមានកម្លាំងខ្លាំងដែលអាចស៊ីសត្វធំៗដូចជាក្រពើឬកាពីបារ៉ា Capybara បាន3ពស់ដែលធំជាងគេក្នុងប្រវត្តិសាស្ត្រផុតពូជហើយបាននិយាយពីពស់ដែលធំជាងគេបំផុតដែលធ្លាប់មានវត្តមានលើផែនដីគឺពស់ Titanoboa សម័យកាលរស់នៅប្រហែល60លានឆ្នាំមុនទំហំវាមានប្រវែងដល់ទៅ13ម៉ែត្រនិងទម្ងន់ជាង1តោន1000គីឡូក្រាមចំណាំពួកធំទាំងនេះមិនមានពិសនោះទេប៉ុន្តែពួកវាសម្រាប់ចំណីដោយការរុំរឹតឲ្យដាច់ដង្ហើមនិងបាក់ឆ្អឹងតើអ្នកចង់ឲ្យខ្ញុំរៀបរាប់លម្អិតបន្ថែមអំពីរបៀបរស់នៅរបបពួកប្រភេទណាមួយក្នុងចំណោមនេះដែរឬទេ